គ្រប់ជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទតាម៉ាប់ថ្ងៃហ្នឹងសប្បាយចិត្តមែនតើហើយក៏អ៊ំពូមីងជាច្រើនសួរតែតាម៉ាប់បាត់តាណាតាម៉ាប់ទីតាំងលក់នៅណាបើថ្ងៃហ្នឹងជីវីដេអូរួមដែលតាម៉ាប់និយាយពីរួមពីកន្លែងតាម៉ាប់ដែលមានមុខមនុយខ្លះជាមុខមនុយដែលគេហៅថាប្រើប្រាស់អីខ្លះធ្វើអីខ្លះហើយថ្ងៃហ្នឹងសូមប្រាប់ទីតាំងដំបូងបងប្អូនណាទីតាំងដំបូងរបស់តាម៉ាប់គឺនៅក្រុងតាខ្មៅនៅលើផ្លូវ21បងប្អូនណានៅក្រុងតាខ្មៅលើផ្លូវ21ហើយបងប្អូនសួរច្រើនបន្តែទៀតតើតាម៉ាប់នៅក្នុងផ្ទះសម្រាប់កន្លែងតាម៉ាប់មានអីខ្លះចាំបងប្អូនកន្លែងតាម៉ាប់មានដូចជាឆ្នាំងដាំបាយដែលចាប់ពី1កំប៉ុងរហូតដល់200កំប៉ុងហើយយើងមានប្រភេទមួយទៀតគឺជាប្រភេទដែលដាំគេហៅថាខ្ទះឆាដែលជាជាប់ត្រីបងប្អូនណាយើងមានប្រភេទខ្ទះឆាដែលមានដៃកាន់ពីលេខតូចដល់លេខធំយើងមានឆ្នាំង baby យើងមានឆ្នាំងសម្លយើងមានត្បាល់បុកយើងមានខ្ទះចៀនដែលអត់ជាប់ត្រីជាច្រើនប្រភេទមែនទែនអញ្ចឹងបងប្អូនដែលចង់ឃើញចង់បានជាមួយសម្រាប់តែបាយពុំដូចខ្សែបាត់តាមបងប្អូនអាចមកបាននៅក្រុងតាខ្មៅហើយបងប្អូនដឹងហើយគឺសម្រាប់តែបាយរបស់យើងគឺជាប្រភេទដែលប្រើប្រាស់មួយតកូនតចៅជាប្រភេទមួយគេហៅបែបស្តង់ណាជាប្រភេទមួយដែលគេហៅថាចំណាយលុយម្ដងគឺប្រើរហូតចុះបងប្អូនដឹងហើយគឺគុណភាពប្រើពីដែលរាស្វិតរបស់យើងជាប្រភេទដែលរាស្វិតដែលប្រើទៅអាយុកាលយូរអង្វែងមែនទែនកាន់តែដុសកាន់តែភ្លឺកាន់តែរលោងហើយអត្ថប្រយោជន៍ពីវាបងប្អូនដឹងគឺអត្ថប្រយោជន៍គឺកាន់តែពិសេសពុកម៉ែបងប្អូនកាន់តែប្រើគឺកាន់តែរលោងភ្លឺទៅហើយបងប្អូនដឹងហើយគឺថ្ងៃនេះគឺសម្រាប់តែបាយរបស់យើងមានច្រើនមែនតើយើងមានវែកឆាវែកសម្លវែកបាយយើងមានហៅប្រភេទផ្សេងជាច្រើនទៀតហើយបងប្អូនក៏អាចឲ្យតម្រាប់ចាក់ឲ្យធ្វើក៏បានដែរបងប្អូនណាអញ្ចឹងបងប្អូនស្រឡាញ់ពេញចិត្តបងប្អូនកុំភ្លេចជួយ like ជួយ share ជាមួយសិប្បកម្មខ្មែរម្នាក់មួយណាបងប្អូននេះអរគុណ